សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានរឿងចិនភ័ក្រមួយរឿងយកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងនេះដែរមានចំណងជើងថាស្នេហាផ្អែមល្ហែមតោះកុំឲ្យខាតពេលយូរចូលមកទស្សនាទាំងអស់គ្នាដោយផ្ដើមសាច់រឿងដំបូងនឹងយើងឃើញថាពូម្នាក់កំពុងអង្គុយឆ្កាស់អាចមោះពូនឹងដែរជាដៃគូណាត់ជួបរបស់តួឯកស្រីនាងមានឈ្មោះថាលីនឈីឈីនាងបានរៀនចប់ផ្នែករចនាម៉ូដឈីឈីត្រូវម៉ាក់នាងបង្ខំឲ្យមកណាត់ជួបនាងកំពុងយករូបថតមកផ្ទៀងផ្ទាត់នឹងរូបខាងក្រៅហើយសួរម៉ាក់នាងថាម៉ាក់ប្រកាសអត់ថាជាមនុស្សតែម្នាក់ឯងអាយុ28ឯណានៅរើដងការទៀតយើងស្លាប់ស្អែកនេះក៏មិនដឹងឆាប់រៀបការទៅពេលនោះផងដែរទូរស័ព្ទក៏បានរោគាត់និយាយទូរស័ព្ទរួចក៏ងាកមកនិយាយជាមួយឈីឈីវិញបើឯងណាត់ជួបមិនបានសម្រេចម៉ាក់នឹងទៅបង្កបញ្ហានៅក្រុមហ៊ុនឯងសម្ភាសនិយាយរួចគាត់ក៏ដើរចេញទៅឈីក៏ស្រែកសួរម៉ាក់ចង់ទៅណាហើយមកវិញពេលណាដែរងាកមកមើលតួប្រុសយើងវិញម្ដងគាត់មានឈ្មោះថាស៊ីនយីឈួនជាគ្រួសាររបស់ស៊ីនស៊ីក្រុបលេខារបស់គាត់កំពុងហៅឲ្យទៅពិនិត្យក្រុមហ៊ុនជីននៅឋានហ័រតែគាត់ត្រូវលោកតារបស់គាត់គំរាមឲ្យមកណាត់ជួបយើងកាត់មកឈុតឈីវិញម្ដងពូចាស់និយាយថាឈីជាមនុស្សស្រីចាស់ឈីលឺហើយចង់ស្ទះខ្យល់ក៏ផ្លាត់មកស្រែកឲ្យថាណែលោកពូអូអត់ទេបងប្រុសក្រែងបងអាយុ40ឆ្នាំមែនទេពូចាស់នោះក៏ឆ្លើយតបវិញថាតើនាងដឹងអីខ្លះទៅមនុស្សប្រុសអាយុ40ឆ្នាំប្រៀបដូចផ្កាកំពុងរីកងាកមកមើលតួប្រុសយើងវិញខ្ញុំឮថាលោកមានលុយលើសពី1000លានចុះបើបណ្ដាការ100លានក៏មិនច្រើនពេកដែរមែនទេការណាត់ជួបចេះតែដំណើរការទៅមុខបន្តណាត់ម្នាក់ហើយម្នាក់ទៀតប៉ុន្តែពួកគេទាំងពីរនៅតែរកអ្នកត្រូវចិត្តមិនឃើញដោយធុញទ្រាន់ពេកពួកគេក៏ពុតខ្លួនរួចប៉ះគ្នាដោយចៃដន្យរួចក៏ក្រោកឈរមើលមុខគ្នាហើយនិយាយដំណើរគ្នាថាលោកអ្នកនាងក៏ត្រូវបង្ខំរៀបការដែរមែនទេឈីគិតក្នុងចិត្តគេមើលទៅក៏សង្ហាដែររួចក៏និយាយឡើងថាទោះយ៉ាងណាក៏ដោយក៏លោកចង់រៀបការជាមួយអ្នកមិនស្គាល់គ្នាដែរមែនទេយាយឈួនក៏ចាប់ផ្ដើមណែនាំខ្លួនខ្ញុំអាយុ30ឆ្នាំជាជំនួយការរបស់គេប្រាក់ខែ3000ក្នុងមួយខែខ្ញុំមិនមានផ្ទះឬក៏ឡានទេឈីក៏គិតក្នុងចិត្តថាដើម្បីកុំឲ្យម៉ាក់បង្ខំរៀបការជាមួយនឹងប្រុសអាក្រក់អស់នោះទៀតមិនល្អទេអីបើរួចនាងក៏ណែនាំខ្លួនឯងទៅកាន់យីឈួនខ្ញុំឈ្មោះលីនឈីអាយុ28ឆ្នាំបញ្ចប់ការសិក្សាពីសាលារចនាខ្ញុំអត់មានការងារធ្វើទេប៉ុន្តែខ្ញុំមានប្រាក់50000ដែលសន្សំពីប្រាក់អាហារូបករណ៍របស់ខ្ញុំគ្រាន់តែចង់រៀបការដើម្បីដោះស្រាយជាមួយម៉ាក់ខ្ញុំលោកកុំបារម្ភអីខ្ញុំមិនត្រូវការថ្លៃបណ្ណាការទេក៏គ្មានពិធីរៀបការកើតឡើងដែរយ៉ាងម៉េចដែរលោកពិចារណារៀបការជាមួយខ្ញុំទេហើយពួកគេក៏ដឹកដៃគ្នាមកចុះអ៊ីតាស៊ីវិលសូមអរគុណសូមស្លេះតែប៉ុណ្ណេះសិនចាំជួបគ្នានៅភាគក្រោយណា